សួស្តីបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់ថ្ងៃនេះខ្ញុំបានធ្វើពុម្ពយន្តមួយទៀតហើយគឺយន្តនេះដែរគឺមានឈ្មោះថាមានឈ្មោះយន្តឆ្អឹងគង់ស្បែកគង់បាទហើយយន្តនេះគឺពូកែស័ក្តិសិទ្ធិខាងស្វិតសាច់ស្វិតឆ្អឹងកាប់មុតហើយមួយទៀតគឺយើងអាចមុនគេថានេះយើងអាចចាជាកថាត្រាំទឹកផឹករយៈពេល7ថ្ងៃវាអាចធ្វើឲ្យយើងស្វិតសាច់គង់ឆ្អឹងដូចគ្នាគឺយើងចាជាកថាហើយនឹងត្រាំទឹកផឹករយៈពេល7ថ្ងៃហើយយន្តនេះដែរគឺមានប្រភពចេញពីក្រាំងលោកឪតមហើយបកែស័ក្តិសិទ្ធិណាស់បាទហើយយន្តនេះដែរគឺខ្ញុំបានរៀបចំនិងគូសពុម្ពសារឡើងវិញដើម្បីឲ្យមានសោភ័ណភាពនិងគុណភាពអក្សរឲ្យវាស្អាតឡើងវិញបាទហើយសម្រាប់បងប្អូនជាងសាក់គឺអាចមើលហើយយើងអាចសេវយកទៅសាក់បានបាទគឺវាមានមើលទៅវាស្អាតអក្សរមកគឺច្បាស់ហើយនេះជាស្នាដៃរបស់ខ្ញុំចម្លងទុកសម្រាប់បងប្អូនឬក៏កូនក្មួយជំនាន់ក្រោយទៀតបានដឹងកុំឲ្យបាត់បង់នៅជាសិល្បៈដូនតារបស់ខ្មែរយើងហើយអរគុណសម្រាប់ការទស្សនានេះដែរបើបងប្អូនចង់សាក់ត្រូវការសាក់ឬក៏កែរូបសាក់យន្តបញ្ចុះយន្តមុនគេថាគឺខាងខ្ញុំគឺមានសាក់យន្តនិងបញ្ចុះយន្តគ្រប់ប្រភេទមួយយ៉ាងវិញទៀតគឺបងប្អូនអាចតំណែងតំណងឬក៏ឆាតសួរពីតម្លៃសិនក៏បានដែរបាទហើយខ្ញុំនឹងដាក់លេខទូរស័ព្ទនិងFacebook របស់ខ្ញុំនៅចុងវីដេអូដែរបើនិយាយពីយន្តនេះដែរគឺជាយន្តបុរាណគឺជាយន្តបុរាណរបស់ខ្មែរយើងគឺចាស់បុរាណតែងតែប្រើយន្តឬក៏ជាកថាសម្រាប់ចាដាក់ត្រាំទឹកផឹកឲ្យស្វិតសាច់និងគង់ឆ្អឹងយន្តនេះដែរគឺបើយើងសែបនៅគេថានឹងត្រាំទឹកផឹកជារយៈពេលចំនួន7ថ្ងៃវាធ្វើឲ្យយើងគេវាយមិនឈឺស្វិតសាច់ស្វិតឆ្អឹងគឺបាញ់មុតកាប់មុតហ្នឹងបាទការពារគ្រប់សភាវៈផ្សេងទាំងអស់មួយទៀតយន្តអស់នេះក៏ជាប្រភពចេញមកពីគ្រូមន្តអាគមខ្មែរដែលខ្លាំងពូកែធំដែលខ្លាំងដែលលាក់ទុកជាយូរមកហើយក៏សូមអរគុណសម្រាប់ការទស្សនាក្នុងវីដេអូមួយនេះដែរនិងសូមឲ្យបងប្អូនជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតហើយបើពេញចិត្តនឹងការស្នាដៃរបស់ខ្ញុំសូមជួយ Subscribe ម្នាក់មួយផងនិងជាកម្លាំងចិត្តមួយដែលធ្វើឲ្យខ្ញុំបានរៀបចំយន្តពុម្ពស្អាតថ្មីជាបន្តទៀតណាបងប្អូនហើយជាចុងក្រោយគឺសូមជូនពរដល់អ្នកទស្សនាមានសុខភាពល្អអាយុយឺនរស់ស៊ីមានបានត្រជាក់ត្រជុំទៅណាមកណាឲ្យគេអាណិតស្រឡាញ់ជិះផុតពីមហន្តរាយផ្សេងនានាហើយយន្តនេះគឺសម្រាប់បងប្អូនដែលគាត់អត់ចង់មានស្នាមសាក់គឺបងប្អូនអាចយកទៅចាជាកថាត្រាំទឹកផឹករយៈពេល7ថ្ងៃគឺក៏អាចគង់សាច់គង់ឆ្អឹងដែរបងប្អូនគ្រប់យន្តផ្សេងរបស់យន្តខ្មែរយើងគឺស័ក្តិសិទ្ធិណាស់ហើយក៏ជាចុងក្រោយនេះក៏សូមអរគុណដល់បងប្អូនដែលទស្សនានិងជួយ Share ជួយ Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតសូមអរគុណ